តើអ្នកបាននិយាយអ្វីខ្ញុំបាននិយាយថាផ្ទះនេះនឹងជាផ្ទះរៀបការរបស់បងប្រុសអ្នកមុនគេយើងទាំងអស់គ្នាជាគ្រួសារតែមួយអ្នកក្នុងនាមជាប្អូនស្រីពៅតើវាមិនត្រឹមត្រូវទេក្នុងការជួយបងប្រុសរបស់អ្នកកុំបារម្ភអីយើងនឹងមិនស្នាក់នៅដោយឥតប្រយោជន៍ទេពេលបងប្រុសរបស់អ្នករកលុយបាននាពេលអនាគតខ្ញុំពិតជាមិនភ្លេចអ្នកឡើយខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅស្រោមសម្បត្តិក្រហមធំមួយខ្ញុំស្ទើរតែសើចចេញដោយកំហឹងដូច្នេះខ្ញុំបានចំណាយប្រាក់ជាង3លានផ្ទះមួយខ្នងដែលទិញដោយមានការប្រាក់រយៈពេល30ឆ្នាំគ្រាន់តែផ្ដល់ឲ្យពួកគេដោយឥតគិតថ្លៃអ្នកនឹងមិនស្នាក់នៅដោយឥតគិតថ្លៃទេឲ្យស្រោមសម្បត្តិក្រហមធំមួយតើស្រោមសម្បត្តិក្រហមធំរបស់ពួកគេអាចមានលុយ10,000 យ៉ាងបានទេពួកខ្ញុំបានទិញផ្ទះនេះដោយប្រាក់របស់ខ្ញុំផ្ទាល់ខ្ញុំបានបង់ប្រាក់កក់ខ្ញុំជាអ្នកសងប្រាក់កម្ចីវាមិនមានអ្វីតាក់ទងនឹងឪពុកម្ដាយខ្ញុំទេវាមិនមានអ្វីតាក់ទងនឹងអ្នកទេហេអ្នកមិនអាចនិយាយបែបនោះទេអ្នកគឺជាសមាជិកនៃគ្រួសារលីនរបស់យើងតើរបស់អ្នកមិនមែនជាអ្វីដែលយើងមានទេតើរបស់ទាំងនេះមកពីគ្រួសារលីនមែនទេបងប្រុសរបស់អ្នកគឺជាស្គលនៃគ្រួសារយើងតើវាមិនត្រឹមត្រូវទេដែលគាត់ទទួលបានផ្ទះនោះត្រឹមត្រូវហើយតើក្មេងស្រីត្រូវការផ្ទះធំបែបនេះដើម្បីអ្វីនាងនឹងរៀបការឆាប់ឬក្រោយមកនៅទីបំផុតតើវានឹងមិនផ្ដល់ផលប្រយោជន៍ដល់អ្នកខាងក្រៅទេហេតុអ្វីមិនឲ្យវាទៅបងប្រុសរបស់អ្នកគាត់ជាបុរសតែម្នាក់គត់នៅក្នុងគ្រួសាររបស់យើងពេលឪពុកម្ដាយរបស់អ្នកចាស់ទៅអ្នកនៅតែត្រូវការបងប្រុសរបស់អ្នកបំបីឆ្នាំងហើយកំពុកទឹកឪពុកគេវាបំបីឆ្នាំងហើយវាចៅប្រុសតើយើងរស់នៅក្នុងសម័យណាហើយទើបនៅតែធ្វើរឿងបែបនេះឪពុកម្ដាយរបស់ខ្ញុំចាត់ទុកខ្ញុំជាកូនស្រីដល់វេនរបស់អ្នកហើយក្នុងការថែទាំមនុស្សចាស់និងមើលថែពួកគេនៅថ្ងៃចុងក្រោយរបស់ពួកគេក្រៅពីនេះប្អូនប្រុសរបស់ខ្ញុំមានដៃនឹងជើងអ្នកមិនអាចរកលុយទិញផ្ទះដោយខ្លួនឯងបានទេហេតុអ្វីខ្ញុំគួរមានផ្ទះរបស់ខ្ញុំមិនក៏ហ៊ាននិយាយជាមួយខ្ញុំបែបនេះតើអ្នកនៅតែដឹងអំពីឋានានុក្រមនៃអាយុនិងឋានៈទេសូមអនុញ្ញាតឲ្យខ្ញុំប្រាប់អ្នកខ្ញុំមិនឲ្យផ្ទះនោះទៅអ្នកជាដាច់ខាតអ្នកអាចបន្តស្នាក់នៅក្នុងបន្ទប់ភ្ញៀវបានប្រសិនបើអ្នកចង់ប៉ុន្តែខ្ញុំអាចស្នាក់នៅបានយ៉ាងច្រើនបំផុតមួយសប្តាហ៍ទៀតអ្នកត្រូវតែផ្លាស់ចេញក្នុងរយៈពេលមួយសប្តាហ៍ពួកគេចង់លួចផ្ទះខ្ញុំគ្មានផ្លូវទេបញ្ច្រាស់នេះពិតជាហួសហេតុណាស់ក្មេងល្ងងនេះឆ្មើងឆ្មៃពេកហើយពួកគេគ្រាន់តែមិនទាន់ពេញវ័យពេកពួកវាបានដុសស្លាប់ហើយលែងស្គាល់អ្នកណាទៀតហើយផ្ទះនេះត្រូវតែប្រគល់ឲ្យពួកវាយើងនឹងមិនចាក់ចេញទេលុះត្រាតែអ្នកផ្ដល់វាមកយើងចូលយើងមើលអ្វីដែលគាត់អាចធ្វើបានខ្ញុំដឹងថានេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះដោយសារពួកគេបានដាក់សัญลักษณ์របស់ពួកគេនៅលើទៅរួចហើយពួកគេនឹងមិនធ្វើបែបនេះទេបោះបង់ចោលដោយញីប៉ុន្តែផ្ទះខ្ញុំវាទាំងអស់គឺអរគុណចំពោះការខិតខំប្រឹងប្រែងរបស់ខ្ញុំក្នុងរយៈពេលប្រហែលឆ្នាំមកនេះទើបតែទិញគ្មានអ្នកណាអាចយកវាទៅណាបានទេបងស្រីធំអ្នកមិនស្គាល់ក្មួយស្រីរបស់ខ្ញុំទេមិនទាន់ពេញវ័យសោះក្មួយប្រុសរបស់ខ្ញុំចិត្តរៀបការហើយខ្ញុំចង់ឲ្យគាត់ប្រគល់ផ្ទះនេះទៅឲ្យក្មួយប្រុសរបស់អ្នកជាផ្ទះអាពាហ៍ពិពាហ៍របស់គាត់តាមពិតគាត់បដិសេធមានអ្វីខុសជាមួយការញ៉ាំបន្តិចទៀតគាត់ជាក្មេងស្រីតើមានប្រយោជន៍អ្វីបានជាមានផ្ទះធំបែបនេះនាងនឹងរៀបការឆាប់ឬក្រោយមកពេលនោះវាមិនថោកជាងទេត្រូវហើយវាពិតជាមិនសមរម្យតតែសោះពួកគេមិនដឹងពីរបៀបគិតអំពីក្រុមគ្រួសាររបស់ពួកគេតតែសោះសូមឲ្យខ្ញុំប្រាប់អ្នកក្មេងស្រីដែលអានច្រើនគឺគ្មានប្រយោជន៍ទេពេលដងគាត់វង្វេងគាត់លែងជាគ្រួសារទៀតហើយនាងបានហៅសាច់ញាតិរបស់នាងឲ្យត្រឡប់ទៅផ្ទះវិញចិត្តណាបំផ្លាញផ្ទះខ្ញុំចង់ឲ្យសាច់ញាតិរបស់ខ្ញុំដាក់សម្ពាធលើខ្ញុំបានឮថាសៀវណាមិនចង់ឲ្យផ្ទះនោះទៅបងប្រុសរបស់គាត់ទេពិតមែនឬទេជាធម្មតាសៀវណាជាមនុស្សមានហេតុផលណាស់តើមនុស្សម្នាក់អាចធ្វើរឿងបែបនេះដោយរបៀបណាជាធម្មតាជាវណាមានភាពវៃឆ្លាតណាស់តើមនុស្សម្នាក់អាចធ្វើរឿងបែបនេះដោយរបៀបណាអូយសម្លាញ់ឲ្យអ្នករាល់គ្នាមិនដឹងទេនេះជាអ្វីដែលកើតឡើងនៅពេលដែលក្មេងស្រីអានច្រើនពេលដងខ្ញុំខ្លាចជាប្រេតផ្សៃពួកគេលែងស្គាល់ក្រុមគ្រួសាររបស់ពួកគេទៀតហើយវាគ្រាន់តែជាផ្ទះមួយប៉ុណ្ណោះមានអ្វីខុសជាមួយការឲ្យវាទៅប្អូនប្រុសរបស់គាត់យើងទាំងអស់គ្នាជាក្រុមគ្រួសារតែមួយហេតុអ្វីក៏យើងល្ងងម្ល៉េះសៀវណានមិនមែនពូទីពីររបស់អ្នកកំពុងនិយាយអំពីអ្នកទេនោះមិនត្រឹមត្រូវទេបងប្រុសរបស់អ្នកជាកូនចៅរបស់គ្រួសារលីនបើអ្នកមិនជួយគាត់តើអ្នកណានឹងជួយត្រឹមត្រូវហើយអ្នកជាស្រីហើយមិនថាឆាប់ឬឆាប់ទេអ្នកនឹងរៀបការតើផ្ទះមួយមានប្រយោជន៍អ្វីហេតុអ្វីមិនឲ្យវាទៅបងប្រុសរបស់អ្នកបងប្រុសរបស់អ្នកអាចជួយឪពុកម្ដាយរបស់អ្នកនាពេលអនាគតច្បាស់ណាស់ថាពូមួយជាអ្នកហៅពួកគេបាននិយាយរឿងអាក្រក់អំពីខ្ញុំទាំងនេះគឺជាសាច់ញាតិរបស់ខ្ញុំជាធម្មតាពួកគេហាក់ដូចជាមិនសូវខ្វល់ពីខ្ញុំទេពេលនិយាយពីចំណាប់អារម្មណ៍ពួកគេទាំងអស់សុទ្ធតែលោតចេញពួកគេម្នាក់ឈរនៅលើមូលដ្ឋានសិលធម៌ខ្ពស់ចោទប្រកាន់ខ្ញុំថាមិនគោរពច្បាប់ពួកគេម្នាក់ឈរនៅលើមូលដ្ឋានសិលធម៌ខ្ពស់ចោទប្រកាន់ខ្ញុំថាមិនគោរពច្បាប់ខ្ញុំត្រូវបានគេចោទប្រកាន់ថាមានចិត្តតូចតាចប៉ុន្តែហេតុអ្វីបានជាពួកគេមិនគិតអំពីវាផ្ទះនេះគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងនិងការលះបង់របស់ខ្ញុំអស់រយៈពេលជាច្រើនឆ្នាំទើបតែទិញហេតុអ្វីបានជាពួកគេមិនគិតអំពីវាតើគ្រួសារពួកខ្ញុំតែងតែធ្វើបាបគ្រួសារយើងយ៉ាងដូចម្តេចខ្ញុំបានទិញផ្ទះនេះដោយប្រាក់ផ្ទាល់ខ្លួនរបស់ខ្ញុំបានបង់ប្រាក់កក់ខ្ញុំជាអ្នកសងប្រាក់កម្ចីវាមិនមានអ្វីពាក់ព័ន្ធនឹងអ្នកណាទេខ្ញុំអាចឲ្យវាទៅអ្នកណាដែលខ្ញុំចង់បានខ្ញុំអាចឲ្យវាទៅអ្នកណាដែលខ្ញុំមិនចង់ឲ្យហើយបងប្រុសរបស់ខ្ញុំមានដៃនឹងជើងអ្នកមិនអាចរកលុយទិញផ្ទះដោយខ្លួនឯងបានទេហេតុអ្វីខ្ញុំគួរមានផ្ទះរបស់ខ្ញុំបើមានសាច់ញាតិណាម្នាក់អាណិតបងប្រុសខ្ញុំហើយចង់ជួយគាត់ខ្ញុំពិតជាមិនមានការជំទាស់អ្វីទេចំពោះការទិញផ្ទះរបស់គាត់ដោយខ្លួនឯងប៉ុន្តែកុំនិយាយដូចជាមនុស្សម្នាក់ដែលមិនយល់ពីស្ថានភាពការរីគុណអ្នកអតីតពីមូលដ្ឋានសិលធម៌ខ្ពស់ប៉ុន្តែកុំនិយាយដូចជាមនុស្សម្នាក់ដែលមិនយល់ពីស្ថានភាពការរីគុណអ្នកអតីតពីមូលដ្ឋានសិលធម៌ខ្ពស់អូសៀវណាវាមិនមែនថាយើងកំពុងនិយាយអំពីអ្នកទេនោះមិនត្រឹមត្រូវទេយើងទាំងអស់គ្នាជាក្រុមគ្រួសារតើវាមិនត្រឹមត្រូវទេឬដែលគ្រាន់តែជួយគ្នាទៅវិញទៅមកបងប្រុសរបស់អ្នកគឺជាបុរសតែម្នាក់គត់នៅក្នុងគ្រួសាររបស់អ្នកបើអ្នកមិនជួយគាត់តើអ្នកណានឹងជួយគ្មានអ្វីត្រូវនិយាយទៅកាន់មនុស្សទាំងនេះទេសៀវណាសូមត្រឡប់មកវិញឆាប់នេះមីងរបស់អ្នកបាននាំមិត្តស្រីរបស់បងប្រុសអ្នកមកផ្ទះគាត់ធ្វើអ្វីវាជាមិត្តស្រីរបស់បងប្រុសរបស់អ្នកមីងម្នាក់បាននាំគាត់មកមើលផ្ទះខ្ញុំក៏បានប្រាប់គាត់ដែរថាផ្ទះនោះជារបស់បងប្រុសគាត់ពួកគេនឹងរស់នៅទីនេះបន្ទាប់ពីរៀបការក្មេងស្រីនេះនៅតែរើសអើងពួកគេនិយាយថានេះអាក្រក់នោះអាក្រក់ហើយពួកគេត្រូវការជួសជុលឡើងវិញម៉ាក់កុំបារម្ភអីខ្ញុំនឹងត្រឡប់ទៅវិញឥឡូវនេះខ្ញុំត្រូវជប់សម្រាប់ដោយសារបញ្ហាគ្រួសារមួយចំនួនមិនទាន់ពេញវ័យសោះមិនចង់នាងនឹងរៀបការឆាប់ឬក្រោយមកការតុបតែងបែបនេះហួសសម័យហើយអ្នកណាជ្រើសរើសវាស្អិតណាស់តើនេះមិនមែនជាអ្វីដែលមីងរបស់អ្នកបានដំឡើងពីមុនទេវាមិនអីទេពេលអ្នករៀបការហើយអ្នកអាចតុបតែងតាមដែលអ្នកចង់បានហើយសាឡុងនេះពិតជាអាក្រក់ណាស់ស្បែកជ្រួញទាំងអស់បន្ទាប់មកខ្ញុំនឹងត្រូវទិញថ្មីមួយវាត្រូវតែមើលទៅតាមបែបអឺរ៉ុបដើម្បីឲ្យមានភាពថ្លៃថ្នូរវាត្រូវតែជារចនាបថអឺរ៉ុបបែបនោះដើម្បីមើលទៅថ្លៃថ្នូរយើងត្រូវតែទិញរបស់ថ្មីទាំងអស់នៅពេលដែលដល់ពេលសៀវណាត្រឡប់មកវិញហើយល្អឥតខ្ចោះណាស់សូមឲ្យខ្ញុំណែនាំអ្នកឲ្យស្គាល់កន្លែងនេះវ៉ាងយូជីនមិត្តស្រីរបស់បងប្រុសខ្ញុំនាងចិត្តខ្លាយជាបងថ្លៃរបស់អ្នកអូអ្នកជាប្អូនស្រីរបស់លីនឡៃខ្ញុំបានឮថាអ្នកបានទិញផ្ទះនេះប៉ុន្តែចាប់ពីពេលនេះទៅវានឹងមានតែខ្ញុំនិងលីនឡៃប៉ុណ្ណោះកុំបារម្ភអីយើងនឹងមើលថែវាឲ្យបានល្អអ្នកណាប្រាប់អ្នកថាផ្ទះនេះនឹងក្លាយជារបស់អ្នកនៅថ្ងៃអនាគតសៀវណាមិនក៏ឯងនិយាយបែបនេះបើមិនមែនបងប្រុសរបស់អ្នកទេតើផ្ទះនេះគួរទៅអ្នកណាទៀតតើអ្នកពិតជាចង់យកវាទៅផ្ទះឪពុកក្មេករបស់អ្នកមែនទេបើមិនមែនបងប្រុសរបស់អ្នកទេតើផ្ទះនេះគួរទៅអ្នកណាទៀតតើអ្នកពិតជាចង់យកវាទៅផ្ទះឪពុកក្មេករបស់អ្នកមែនទេត្រូវហើយលីនហៅជាកូនតូលផ្ទះនេះគួរតែជារបស់គាត់តាំងពីយូរយារណាស់មកហើយអ្នកជាស្រីហើយមិនថាឆាប់ឬឆាប់ទេអ្នកនឹងរៀបការសុំផ្ទះគឺគ្មានប្រយោជន៍ទេលើពីនេះការតុបតែងផ្ទះក៏ហួសសម័យពេកដែរខ្ញុំមិនចូលចិត្តវាទេខ្ញុំបានប្រាប់លីនលីរួចហើយការជួសជុលឡើងវិញទាំងស្រុងមុនពេលរៀបការខ្ញុំបានតុ
តុបតែងវាជាមួយនឹងរចនាបថប្រណិតដែលខ្ញុំចូលចិត្តម្យ៉ាងទៀតបន្ទប់គេងធំក៏តូចពេកដែរខ្ញុំចង់គូសទ្វាររវាងបន្ទប់ទាំងពីរប្រែក្លាយវាទៅជាទូខោអាវដើរចូលធំមួយដាក់សម្លៀកបំពាក់និងកាបូបរបស់ខ្ញុំនៅទីនោះហើយផ្ទះបាយនោះតូចពេកខ្ញុំមិនចូលចិត្តចម្អិនអាហារទេវាត្រូវការផ្លាស់ប្ដូរទៅជាការរចនាបើកចំហវានឹងមើលទៅទំនើបជាងតើអ្នករួចរាល់ហើយឬនៅតើអ្នកចង់មានន័យយ៉ាងណាអ្វីដែលខ្ញុំចង់មានន័យគឺផ្ទះនេះជារបស់ខ្ញុំប្រសិនបើអ្នកចង់ជួសជុលផ្ទះរបស់អ្នកឡើងវិញសូមទិញវាដោយខ្លួនឯងកុំចង្អុលម្រាមដៃចូលក្នុងផ្ទះខ្ញុំអីមីង